ជាបន្តខ្ញុំបាទសូមជូននៅសមាជិកកីឡាករបង្គោលក្រហមបច្ចុប្បន្នគេមានអាយុ19ឆ្នាំកម្ពស់1.70 ម៉ែត្រទម្ងន់54គីឡូក្រាមបបិសោតនៃការប្រកួតបានចំនួន34ដងឈ្នះ22ដងចាញ់6ដងស្មើ1ដងហើយក្នុងនោះក៏ធ្លាប់ដួលដៃគូឲ្យបោះបង់ការប្រកួតបានចំនួន4ដងជាវឹកហាត់នៅក្លឹបប្រដាល់នរានិជះគុណខ្មែរក្រុមការបង្ហាត់ដោយលោកគ្រូលងសវណ្ណឌឿនលោកស្រីនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់អ្នកប្រយុទ្ធគុណខ្មែរមកពីដែនដីខេត្តកំពង់ចាមសវណ្ណឌឿនសុកលីរីឯបង្គោលខៀវគេមានអាយុ20ឆ្នាំកម្ពស់1.70 ម៉ែត្រទម្ងន់54គីឡូក្រាមដូចគ្នាបទពិសោធន៍នៅលើសង្វៀនចំនួន32ដងឈ្នះ24ដងចាញ់8ដងមិនដែលស្មើនិងធ្លាប់ដួលដៃគូតស៊ូតាមលក្ខណៈបច្ចេកទេសបានចំនួន15ដងជាកីឡាករដែលមកពីក្លឹបប្រដាល់មីស្ទ័រលីគុណខ្មែរខេត្តសៀមរាបក្រោមការបង្ហាត់ដោយលោកគ្រូជាសារ៉ាលោកស្រីនាងកញ្ញាក៏សូមស្វាគមន៍អ្នកលេងគុណខ្មែរមកពីដែនដីខេត្តតាកែវលីសូកាបាទសូមអញ្ជើញរីករាយទស្សនាការប្រកួតដូចតទៅហ្គេនស៊ឺបឺតគុណខ្មែរគូពិសេសទី3ទឹកទី1គូពិសេសទី3ទឹកទី1បង្គោលក្រហមសវណ្ណឌឿនសុកលីបង្គោលខៀវលីខោបាទស្គមកម្ពស់ប៉ុណ្ណឹងគ្នាល្អមែនតើបែកគ្នា4ឆ្នាំមកជួបគ្នាភាសាទៀតចាំមើលមានអីខុសប្លែកអត់តែជឿថាខុសប្លែកច្រើនបាទទៅដល់4ឆ្នាំហើយយូរពេកហើយតាក់ទៅតាក់មកបាទគេថាសិក្សាគ្នាបន្តិចសិនបាទបែកគ្នាយូរចេះបាទយើងប៉ះអាយ៉ាមកដៃមិញពីបាទកាត់ជើងបាទតត់មកជើងឆ្វេងវិញពីត្រូវដូចគ្នាបាទធាក់មួយហាន់សុកលីមហើយគាត់តត់មួយធាក់បាទលេខហៅមើលទៅត្រៀមតែចូលទេឲ្យតែសុកលីមនេះហៀងប្លែងចំហកន្លែងណាបន្លោះកន្លែងណាធាក់មួយទៀតបាទតត់ចលោឲ្យមានសកម្មភាពសិនបាទចាំមើលថាកន្លែងណាមកបោះទៅតែម្ដងបាទចោលស្ដាំមកដែរដល់ការប្រកួតទៀតហែរបស់សុកលីមបាទជាប់ចាប់ហើយតត់បែល្អមែនទែនរបស់សុកលីមបាទលីខៅតត់កាត់ចាប់ជើងបានបោះជួយមកជើងបោះស្ដាំមកដែររបស់លីខៅវិញណែមិញចូលល្អបាទចូលប្លង់ល្អហែមួយទៀតតត់អីហូយបាទតត់មួយទៀតអូយគោលសបាទលន់មកដល់ក្រោមលុះតាផ្លាច់បាទអញ្ចឹងបាទប្រយ័ត្នប្រយែងបាទធ្លាប់មានកីឡាករទាត់ប្រេះកញ្ចាប់ហ្នឹងបាទឥឡូវយើងមើលរូបភាពសារឡើងវិញនេះមើលខាងលើទេមើលខាងលើទៅទាត់មកប៉ោះបាទពេញម្ដងបាទហើយលោកអញ្ញាកណ្ដាលនោមវិធីក៏ប្រាប់តការប្រកួតបាទទៅសុកលីមមកប្រយ័ត្នប្រយែងបន្តិចបាទកន្លែងផ្លូវហ្នឹង1នាទីចុងក្រោយគាត់បោះឆ្វេងស្ដាំម្ដាយចងឆ្វេងវិញណែសុកលីមឯឡង់ឆ្វេងហើយលីខោណែឡង់ស្ដាំបុកកាយចាក់ជង្គង់បត់កែងសងជង្គង់មកវិញចាជង្គង់តតែហោះខ្លួនឯងអូយបាទគូនេះឆ្ងាញ់មែនឯឡង់កំដាប់ដៃជង្គង់កែងចេញមកដូចឆ្ងាញ់ដល់ហើយបាទជាតិបាទត្រឡោកវិញបាទតែមិញអត់ចំណែនអីទេគាត់តែប្រឆិតតិចតែក៏រំខានដែរតតក្រោមរបស់សុកលីមលីកៅតតខាងលើស្ដាំតតឆ្វេងកាត់វិញនេះបាទកៅតាមអាវុធមានរៀងខ្លួនសងរៀងខ្លួនតតក្រោមមួយទៀតបោះឆ្វេងរបស់សុកលីម
លីខៅតតស្ដាំសុកលឹមធាក់កាត់ចលោបោះមួយពីរស្ដាំម្ដាយមួយទៀតហេឆ្វេងមួយទៀតឆ្វេងមួយទៀតអូយបាទអត់ Gen ស្បឺតគុណខ្មែរគូពិសេសទី3ទឹកទី2បាទរីកទស្សនាការប្រកួតគូពិសេសទី3បាទទឹកទី2ជាបន្តទៀតទាត់ឆ្វេងចូលកណ្ដៀតក្អមបានស្អាតមែនទែនបាទសុកលឹមតារៀងរើល្អបាទតែក្តាប់ដៃសាំសងពីលីខាវទាត់សាំពីលីខាវដល់ចូលអាយយបាទចូលក្តាប់ដៃឆ្វេងមួយទៀតទៅទៀតញាក់ទាត់ជើងក្រោមលូកមកដៃសាំណែឆ្វេងចូលពេញឆ្វេងមួយទៀតពីសុកលឹមស្ដាំសងវិញពីលីខាវគាត់ស្ដាំថែមឆ្វេងមកវិញអាយយចំគូឆ្វេងចូលពេញឆ្វេងសាំទឹកពីរនេះលេងហើយបាទពេញលេងហើយទឹកពីរនេះដល់ចូលក្តាប់ដៃឆ្វេងកាយឆ្វេងកាយសងកាយសាំអូយបាទក្តៅហើយបាទទឹកនេះក្តៅហើយណែបាទវៃចឹងណាបាទបងប្អូនយើងថ្មនេះគាត់មើលគេថាអត់មានអារម្មណ៍អង្គុយគេងទេបាទស្វាងទាំងអស់គ្នាទាត់ឆ្វេងចូលពេញទៀតធាក់ឆ្វេងថែមមកពីសុកលឹមគាត់ជើងក្រោមកាត់ដាប់ដៃឆ្វេងមួយទៀតចូលកាយឆ្វេងសាំពីបាលីខាវិញអូណែបាទមានរឿងត្រូវនិយាយគ្នាបាទគូនេះបាទអាចថានឹងមានលោហិតឬក៏ថាបានតោះស្លាប់មួយទៀតបាទមួយដាក់អាវុធកែងស្រួចដូចគ្នាបាទមើលទៅចូលជាបន្តទៀតបាទពីសុកលឹមអាមេវៃស្ដាំបាក់កិច្ចផុតដល់ចូលទៀតដល់ចូលបាទទាត់ស្ដាំពីលីខាវទាត់ជើងក្រោមពីសុកលឹមវៃឆ្វេងចូលផ្ទៃបុកពេញបាទពីសុកលឹមទាត់កាប់ចាមួយទៀតអត់ត្រូវទៅទៀតដល់ចូលទៅតិចបាទពីសុកលឹមវៃពួរទឹកណែបាទគូនេះ5ទឹកឬមិន5ទឹកបងប្អូនបាទបើមើលទៅអាវុធនេះធ្ងន់ណាបាទសង្ស័យថាមិនចាប់ទឹកទេចាប់ជាប់ចាក់មកជង្គង់ធាក់ឆ្វេងវាយពួរទឹកពីលីខាវសុកលឹមតាចូលធាក់ឆ្វេងវាយមកដៃសាំពីលីខាវទាត់ឆ្វេងមកពីសុកលឹមធាក់ឆ្វេងមួយទៀតទាត់កន្លែងនេះបាទខុសប្រកួតជាបន្តទៀតធាក់កដាលមុខមកពីលីខាវទៅទៀតទាត់ជើងក្រោមទាត់ឆ្វេងចូលកណ្ដាប់ដៃឆ្វេងពីសុកលឹមធាក់សាំទាត់ស្លាប់មួយទៀតទាត់ឆ្វេងសងបាទប្រយ័ត្នអាកន្លែងហ្នឹងបាទចូលម្ដងឲ្យទឹកមួយប្រកួតជាបន្តទៀតបាទដៃឆ្វេងចូលណែទៀតមកពីសុកលឹមណែបាទមួយមកវិញទាត់សាំបាទដល់ទៅទៀតទាត់ឆ្វេងពីសុកលឹមជ្រុំធាក់សាំចាប់ទឹកទី2បាទសូមសម្រាប់ Gen ស្បឺតគុណខ្មែរគូពិសេសទី3ទឹកទី3ចូលដល់ទឹកទី3ហើយបង្គោលក្រហមសវណ្ណលឿនសុកលឹមបង្គោលខៀវលីខាវបាទបោះមួយទឹក3បាទស្ដាំទាត់ឆ្វេងទៅវិញបាទជាយាមអូនមើលទាត់ផ្លាច់ឆក់ឆ្វេងអូយសងមកលឿនល្អមែនទែនធាក់មួយកាត់ចង្វាក់បន្តិចធាក់សងកាត់ចង្វាក់បោះម្ដាយបែកទឹកខ្ចាយទាត់ឆ្វេងសងទៅវិញមកជើងនេះគឺស្រែកឲ្យយើងក1 2របស់លីខាវចេញអត់មានចេញ1អីស្គប់អីទេបាទមាន2មានបាទមិញ2ម្ដាយបាទអត់អីទេមិញមិនត្រូវទេតាមអោនគាត់ទាត់ចូលពោះវិញណែមកជើងកាប់ចាទៀតអត់ត្រូវទៀតតាមជាយាមណែឆក់មួយទៀតណែបាទស្រឡាញ់ចិត្តសឿងដូចគ្នាណាគូនេះតែអ្នកណាហ៊ានចិត្តតូចជាងអ្នកហ្នឹងហើយអាចចាញ់ច្រាបបាទពេលខ្លះគូបែបនេះជួយចិត្តជាងគូអន្តរជាតិទៀតក៏មានដែរហើយមករយៈនេះបងប្អូនស្រឡាញ់តែគូនេះឲ្យតែចេញប្រពន្ធហ្នឹងប្រពន្ធគ្នាល្អចឹងបាទតតកាត់មិនល្អមែនទេមួយទៀត
បាទគូនេះបិឆោតបានល្អដូចគ្នាព្រោះថាលីខៅគាត់ចេញម្ដង2 3បាទមួយ2នេះរៀងរបូតប្រថាប់ដៃបន្តិចមកដល់ការប្រកួតទៀត1នាទីចុងក្រោយធាក់កាត់តតឆ្វេងតតបែកក្រោមមួយទៀតអើយអូយអត់បញ្ហាតាំងចំហបានល្អជង្គង់នេះឆ្វេងមួយទៀតបុកកាយមួយទៀតអត់ដល់ទេកិច្ចផុតធាក់មកជើងសិនជង្គង់អូយអត់អីទេនៅតស៊ូនៅដូចខលដូចបានអូយបាទហក់ទៅខូចចំហតតមកជើងល្មមទួលបាទគូនេះល្អណាស់បាទពេញចិត្តតែម្ដងសម្រាប់អ្នកទស្សនាបាទលោកមេម្ដាយតតបែកក្រោមអត់ទេហើយឆ្វេងឆក់លឿនណាសុកលីមលីកៅបាទចុងទឹកនេះរៀងរបូតផ្លាត់ច្រើនតែវិញចាប់បាទចាប់ទឹកទី3លំមបាទសុំសម្រាប់មួយផ្លែទៀតសិនហ្គេនស្បឺតគុនខ្មែរគូពិសេសទី3ទឹកទី4បាទរីទស្សនាការប្រកួតគូពិសេសទី3បាទទឹកទី4ជាបន្តទៀតបាទค่อยចេះបាទសុកលីមអស់ចំហអស់សម័យជាមួយខ្លួនឯងគូនេះទឹក3មកនេះជក់ចរាបាទទឹក2ទឹក3បាទវាយល្អមើលបាទដូចជាបាននិយាយយ៉ាងណាពេលខ្លះគូអន្តរជាតិប្រកួតល្អមើលចាញ់ពួកគាត់មកដៃឆ្វេងអូយបាក់បាយទឹកខ្ចាយទាត់ឆ្វេងថាមួយទៀតទាត់ជើងក្រោមថាមកពីសុកលីមណែឆ្វេងទាត់ឆ្វេងមួយទៀតអូយបាទអេឡង់ឆ្វេងរបស់សុកលីមល្អណាស់បាទទាំងកណ្ដាប់ដៃទាំងជើងវាយពោះទឹកសងទាត់ឆ្វេងកាត់ទៅវិញហើយយ៉ាងណាបាទលីខៅឃើញថាដើរចូលបាទអត់ញើសទេទៅទៀតអត់ស្លាប់យេទៅទៀតធាក់មកជើងសាំលឹបខ្លួនឯងផុតបាទសុកចិត្តលឹបកុំឲ្យគេវាយត្រូវបាទសុកលីមទៅទៀតមកដៃសាមអត់ត្រូវទាត់ជើងក្រោមមកពីលីខៅណែបាទគេថាបញ្ឆាកលែងខ្លួនមួយមកពីសុកលីមកងស្មងគ្នាមួយទៀតអត់អីទៀតទឹក4រៀងទៅធ្វើតិចវិញពេលវេលានៅច្រើនគួរសមបាទដល់ចូលបញ្ឆោតទាត់ជើងក្រោមមកដៃឆ្វេងស្លាមសងវិញបាយទឹកខ្ចាយដូចគ្នាអូយបាទណែនណាបាទណែនណាទៅទៀតកាប់ចានកន្លែងនេះបាទមកដៃឆ្វេងទៅក៏កិច្ចផុតបាទលឿនល្អណាស់នេះបាទលុកមកដៃសាមទាត់ជើងក្រោមពីលីខៅមួយទៅទៀតទាត់ជើងក្រោមកណ្ដាប់ដៃសាមមកពីលីខៅបីពើទឹកអដល់លោតញាក់លោតមួយទាត់ឆ្វេងលូកឆ្វេងបានមួយទៀតបាទពីសុកលីមចាប់ជាប់ជង្គង់ស្ដាំរុញចេញទៅវិញទាត់ឆ្វេងថែមួយទៀតទាត់ស្ដាំទាត់ឆ្វេងកាត់លីខៅគាត់ល្អទាត់លើល្អមែនទេបាទមកជើងមកគាត់តែសុកលីមក៏ល្អទាត់ក្តៀតក្អមណែស្លាប់មួយទៀតពីលីខៅទាត់ស្ដាំកេញផុតមកដៃឆ្វេងពីសុកលីមស្ដាំកេញផុតមួយទៀតចូលទៀតជាប់ទឹកទី4ជាប់ទឹកទី4បាទសូមសម្រាប់បន្តិចសិនអត់គុនខ្មែរគូពិសេសទី3ទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់បាទហាត់ដល់ដូចគ្នាទោះបីជាប្រាក់5ទឹកក៏អត់បញ្ហានៅឈរទប់ទល់បានដូចគ្នាបាទបង្គោលក្រហមសុកលីមបង្គោលខៀវលីខៅ
បាទមួយពីរតតកាត់មួយរបស់សង្លឹមលីខៅមិនចូលទេជាយើងទេបាទដាក់តែប៉ុណ្្នឹងមកបាទដឹងតែជួយចាត់ហើយតែឥឡូវនេះអត់តដឹងទេណាជួបគ្នា4ឆ្នាំមុនសង្លឹមជាអ្នកបន្ទូទូនេះបើថាជួបគ្នាអត់មានអ្នកចាញ់ដោយសន្លប់ទេគឺថាកំណត់ត្រាដដែលបាទតែឆ្វេងតឆ្វេងកាត់វិញអែនផុតលូកហើយខោអាមុនតែត្រូវអាក្រោយបាទអូយបាទម្ដាយនេះស្រាវណាស់បាទរងឲ្យឡើងទលេតិចបាទការចលោក៏នៅតែរហ័សដូចគ្នាដែរមួយពីររបស់លេខៅតតក្រោមមួយអែនផុតតតឆ្វេងម្ដាយឆ្វេងមកវិញប៉ាំងតាមម្ដាយទៀតរបស់លេខៅបាទជាយើងក្លោចូលទៅអត់ទេម្ដងគ្នារបស់សង្លឹមម្ដាយរបស់សង្លឹមចូលបានមួយវិញលេខៅចូលតតបែកក្រោមម្ដងគ្នាទៀតទាញពងជង្គង់កែកាត់មកវិញអូយបាទតតក្រោមអត់ត្រូវទេប្រយ័ត្នលេខៅគាត់ជាយកក្រោមមកតែត្រូវសោះបាទគូនេះមកទៅជឿជាក់ដូចគ្នាល្អមែនតើបាទនៅតែលឿនសម្រាប់ចង្វាក់ចេញចូលមិនថាចលោមិនថាចេញមិនចលោទេតទៅតមកលេខៅដេញគៀងសុកលឹមហើយដេញគៀមហើយអត់ឲ្យទៅណាទេបាទរត់ទៅណាអត់ឲ្យទេដេញគៀងតទៅតែមកបាទលោតចូលលោតឡើងអត់ងាយបដូរទេបាទសុកលឹមហាក់បីដូចជាលេងចាប់បដូរពួយឲ្យថែមមួយទៀតបាទអាយ៉ាដើរដូចផ្លយណាអាយ៉ាបាទអាយ៉ាលោកអញ្ញាកដាប្រាប់ថាកុំថយពេកបាទពេលវេលានៅរៀងច្រើនគួរសមតតមួយបោះឆ្វេងចាច់គុំដំម្ដាយតតឆ្វេងមួយទៀតសងស្ដាប់មកវិញរបស់លីខៅនេះបាទចេញមួយស្អិតណាស់តតក្រោមមួយទៀតចាប់ទី5លំមបាទមុននឹងប្រកាសលទ្ធផលសូមរំលឹកម្ដងទៀត4ឆ្នាំមុនជួបគ្នាសវណ្ណឌឿនសុកលឹមឈ្នះលីខៅដោយពិន្ទុ4ឆ្នាំក្រោយបាទពលគឺនៅថ្ងៃទី15បាទថ្ងៃសៅរ៍បាទវេលាម៉ោងនេះ9 កន្លះបាទចាំមើលបាទអ្នកទាំងពីរអ្នកណាអាចទទួលបានជ័យជំនះសងសក្តិបានឬក៏យ៉ាងណាព្រោះថាមើលទៅវាមានត្រូវវាមានមកបាទសិតតែល្អដូចគ្នាចៅក្រមទាំង5រូបគឺជាអ្នកផ្ដល់បន្ទុកយ៉ាងសុក្រិតជូនដល់បាទអ្នកបណ្ដាគុណខ្មែរវ័យក្មេងទាំង2រូបមុននឹងប្រកាសលទ្ធផលពុកម៉ែបងប្អូនក៏អាចទស្សនារូបភាពយឺតជាបណ្ដាអាយ៉ាបន្ទុកបានមកដល់ដៃគណៈកម្មការហើយខៀវឬក៏ក្រហមជ័យជំនះបាត់ទៅលើបង្គោលក្រហមសវណ្ណឌឿនសុកលឹមឈ្នះបង្គោលខៀវដោយពិន្ទុអបអរសាទរសវណ្ណឌឿនសុកលឹម4ឆ្នាំមុនឈ្នះពិន្ទុ4ឆ្នាំក្រោយនៅតែឈ្នះពិន្ទុហើយក៏ចូលរួមសោកស្ដាយដល់លីខៅតែយ៉ាងណាក៏លីខៅគាត់ធ្វើបានល្អហើយបាទ